នួនដែលយើងគិតថាបងប្អូនអ្នកប្រជាធិបតេយ្យប្រហែលជាអាចដឹងហើយហេតុអីបានជាមេដឹកនាំស្រុកខ្មែរជាពិសេសគឺតកូលហ៊ុននឹងតែម្ដងជាពិសេសគឺគណៈបកប្រជាជននឹងតែម្ដងហើយក្រោមការដឹកនាំរបស់គណៈបកប្រជាជនបងប្អូនឃើញ40ឆ្នាំឪពុកឲ្យតមកកូនទៀតហើយតកតងជាមួយនឹងដែលទឹកដីរបស់យើងគឺខាងកើតហ្នឹងដោយសារឪគឺបាត់ច្រើនហើយដូចកោះត្រល់ហើយហ្នឹងគឺពីជំនាន់ឪហ្នឹងគឺហើយនឹងបញ្ហាព្រំដែនមួយចំនួនហ្នឹងគឺនៅខាងឪពុកហ្នឹងគឺអស់ហើយមកដល់កូននេះយើងគិតថាកោះគុតមួយបងប្អូនប្រហែលជាភ្លេចមានអ្នកខ្លះចង់ភ្លេចរឿងកោះគុតហើយនឹងដែនសមុទ្រត្រួតស៊ីគ្នារវាងថៃជាមួយនឹងកម្ពុជាហ្នឹងក៏មើលទៅដែលជាបាត់ព្រោះឥឡូវតែខ្វល់ព្រំដែនដីដែលថៃនឹងយកប្រហែល49ទីតាំងដែលឯកឧត្តមអ៊ុំសំអាតគាត់លើកឡើងនៅសមាជជាតិលើកមុនហ្នឹងគឺមធ្យោបាយនៃការដោះស្រាយបញ្ហាហ្នឹងគាត់មានប្រហែលចំណុចតាក់ទងជាមួយនឹងខ្លឹមសារនៃសមាជជាតិហ្នឹងហើយបងប្អូនមើលឃើញថារបបដឹកនាំឪពុកនិងកូនហ្នឹងដែលធ្វើសមាជអត់ដែលធ្វើសមាជតតតែសោះខ្ញុំតាំងពីខ្ញុំដឹងក្តីចូលរៀនថ្នាក់អនុវិទ្យាល័យចុះខ្ញុំនិយាយថាអនុវិទ្យាល័យចុះអនុវិទ្យាល័យអត់ដែលឃើញមេដឹកនាំស្រុកខ្មែរជាពិសេសហ៊ុនសែនខ្ញុំមិនដែលឃើញហ៊ុនសែនធ្វើសមាជដើម្បីស្រង់មតិប្រជាពលរដ្ឋផងអត់អលីងរដ្ឋាភិបាល$23ដែលដឹកនាំដោយលោកហ៊ុនសែនសំរងស៊ីមានធ្វើសមាជមតិសមាជនឹងគឺសំខាន់ណាដែលជាបង្ហាញពីហេតុទុកវេទនាឬក៏ក្តីបារម្ភរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកាលណាគាត់ឃើញចំណុចខ្វះខាតកន្លែងណាគាត់លើកទៅដើម្បីឲ្យគេហៅថាវេទិកាសមាជហ្នឹងគាត់ពិចារណាទៅលើហេតុផលទៅលើផលប៉ះពាល់ហើយគាត់រកដំណោះស្រាយហើយបើសិនជាក្នុងករណីរឿងនឹងវាធំគេត្រូវមានយន្តការក្នុងការគេមានក្រុមប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងហើយយើងអត់ទេលើកបញ្ហាចោលអូបញ្ហានេះបញ្ហានោះបញ្ហានេះបញ្ជូនទៅតាមផ្នែកទាំងអស់ប៉ុន្តែជាលទ្ធផលចុងក្រោយគឺ0គេអត់ដោះស្រាយទេចង់និយាយថាមេដឹកនាំផ្ដាច់ការគឺគេមិនយកគំនិតរបស់អ្នកនៅក្រៅបង្គាប់នឹងយកទៅធ្វើទេគេច្រើនតែយកគំនិតរបស់គេជាពិសេសសូម្បីតែទីប្រឹក្សានៅអមមេដឹកនាំគេហ្នឹងក៏គេមិនយកគំនិតពួកហ្នឹងផងជួនកាលនិយាយខ្យល់ហ្នឹងនិយាយខ្យល់ទេអញ្ចឹងការដឹកនាំបែបនេះវាមិនធ្វើឲ្យប្រទេសជាតិមួយរីកចម្រើនទេព្រោះសំខាន់ណាខ្ញុំធ្លាប់ដឹកនាំនៅស្ថាប័នឯកជនមួយសំបីតាអ្នកអនាម័យរបស់ខ្ញុំអនាម័យបោសសម្អាតខ្ញុំនិយាយមួយម៉ាត់បងប្អូនប្រិមិត្តខ្ញុំលើកតិចចុះអ្នកសម្អាតខ្ញុំហៅមកចូលរួមប្រជុំជាមួយខ្ញុំឲ្យលើកពីផលប៉ះពាល់បញ្ហារបស់គាត់នឹងឲ្យចូលក្នុងពេលប្រជុំទៀតដើម្បីឲ្យគាត់ដឹងថាចំណុចដែលគាត់ជួបប្រទះនៅពេលដែលគាត់បម្រើការក្នុងស្ថាប័នយើងតើគាត់មានបញ្ហាអីតាំងពីអនាម័យតាំងពីសន្តិសុខតាំងពីចុងភៅតាំងពីអីទាំងអស់គ្រប់ cleaner ក៏មានអ្នកសម្អាតអីហ្នឹងគឺយើងហៅគាត់មកចូលរួមទាំងអស់ហើយគំនិតរបស់គាត់ចំនួនខ្ញុំនិយាយមានតម្លៃគាត់លើកមកគាត់ចំហេតុផលពីបញ្ហារបស់គាត់ហើយដល់ពេលយើងដោះស្រាយបញ្ហាឲ្យជូនពួកគាត់សប្បាយចិត្តគាត់ធ្វើការដោយរលូនអញ្ចឹងដូចគ្នាបញ្ហារបស់ប្រជាពលរដ្ឋគាត់មានជំនឿលើយើងគ្រប់គ្រងយើងដោយសារគាត់មេដឹកនាំឬក៏ថ្នាក់ដឹកនាំហ្នឹងបានដោះស្រាយបញ្ហាជូនគាត់ហើយបើនេះខ្ញុំនិយាយលពោះតំណាងរាស្ត្រទាំងប្រមាណក្បាលនិយាយក្បាលដោយហួសហេតុពេកដឹកនាំដោយរបបក្រុងភ្នំពេញរាល់ថ្ងៃនេះមិនដឹងតួនាទីឯងធ្វើអីផងដោយអ៊ំរាត្រីមិនទៅគម្រាមពលរដ្ឋមិនឲ្យតវ៉ាទៅការពារដីរបស់គាត់ទៅអីហ្នឹងឲ្យស្ងប់ស្ងាត់អីវិញហើយក្នុងនាមជាអភិបាលខេត្តទាំងមូលហើយទៅធ្វើអញ្ចឹងមិនសមដីរបស់គាត់ផ្ទះរបស់គាត់ទៅដេកចាំអត់បានអត់ឲ្យគាត់តវ៉ាអត់ឲ្យគាត់ប្រឆាំងជាមួយនឹងថៃក្នុងការការពារទឹកដីរបស់គាត់អត់វាទៅជាអន់ទៀតអាជ្ញាធរនៅតាមថ្នាក់ខេត្តថ្នាក់ស្រុកថ្នាក់អីហ្នឹងគឺទៅជាអន់ជាងជាប្រវត្តិទៀតអញ្ចឹងបានថាអ្វីដែលជាគេហៅថារបបផ្ដាច់ការគឺជារបបមួយដែលមិនមែនយកប្រទេសអ្នកដទៃនឹងធ្វើសង្គ្រាមគឺសង្គ្រាមជាមួយប្រជាប្រដ្ឋខ្លួនឯងហើយគេនិយាយមកត្រូវហើយបងប្អូនអត់ខុសទេរបបដឹកនាំនេះសូម្បីតែតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមជាពិសេសគឺយើងអាចមើលបានច្បាយខេត្ត
អាភិបាលខេត្តចវាយខេត្តនៅខាងមន្ទីរមានជ័យលោកអ៊ំរាត្រីនឹងឥឡូវបងប្អូនមើលទៅប្រឆាំងមួយពលរដ្ឋខ្លួនឯងដេញបាញ់ពលរដ្ឋខ្លួនឯងក្នុងដែលតាក់ទងនឹងដីសម្បត្តិហ្នឹងឲ្យក្រុមហ៊ុនបរទេសហ្នឹងពលរដ្ឋទៅរស់នៅដេញបាញ់ពលរដ្ឋរត់ចូលព្រៃលោកសារាយនេះលោកនេះសារាយនេះគាត់ទៅសួរសុកទុកចាប់លោកសារាយដាក់គុកទៀតឥឡូវបងប្អូនពិចារណាមើលហេតុផលតែប៉ុណ្្នឹងបាននេះជាតិខ្មែរស្រឡាញ់ខ្មែរឥឡូវដូចលោកពូលើកឡើងអញ្ចឹងបើខ្មែរចេះស្រឡាញ់ខ្មែរវាមិនមែនទៅដេញបាញ់ខ្មែរទៅគម្រាមខ្មែរដេញខ្មែរចូលព្រៃហើយចោទថាខ្មែរនឹងរស់នៅលើដីខុសច្បាប់ទៀតឥឡូវបងប្អូនពិចារណាតែប៉ុណ្្នឹងបានអានឹងជាហេតុផលមួយខ្ញុំគិតថាពួកអស់នេះមិនមែនខ្មែរទេដោយលោកពូលើកឡើងអញ្ចឹងពួកវាជាយួនពួកវាមានចេតនាសម្លាប់ជាតិខ្មែរបើវាមិនមានសម្លាប់ជាតិខ្មែរវាមិនមែនហ៊ានចោទខ្មែរថារស់នៅលើទឹកដីខុសច្បាប់ទេវាទៅជាអាពួកជនជាតិហ្នឹងអាជនជាតិចិនវៀតណាមរស់នៅលើដីរបស់ខ្មែរវាថារស់នៅលើដីត្រូវច្បាប់ហ្នឹងព្រោះដោយសារពួកវាសម្បទានឲ្យពួកហ្នឹងអញ្ចឹងដីហ្នឹងដីត្រូវច្បាប់ដីត្រឹមត្រូវចោះដែលពលរដ្ឋដែលគាត់ខំរស់នៅយូរឆ្នាំហើយអ្នកខ្លះ10ឆ្នាំអ្នកខ្លះ5 10ឆ្នាំលើដីសម្បទានហ្នឹងថានឹងដីនឹងដីរត់ចុះប៉ុន្តែគាត់រស់នៅហើយមានចាំសម្ដីមេដឹកនាំរបស់យើងនិយាយទេណាប៉ុន្តែហ៊ុនសែននិយាយវាច្រើនកលិចកលុចចឹងហ្មងឲ្យតែប្រជាពលរដ្ឋដែលគាត់រស់នៅចាប់ពី5ឆ្នាំឡើងទៅគឺទៅយកដីអីគាត់ដីហ្នឹងដីម៉ែឪលោកឯងណាហ៊ុនសែនធ្លាប់និយាយចឹងប៉ុន្តែនិយាយហ៊ុនសែននិយាយច្រើនតែយកសម្ដីរបស់គាត់ហ្នឹងយកទៅគាត់ចោលហ្នឹងបើការពៀព្រៃឈើមិនបានកាត់ដៃកាត់កឲ្យมันស្អីមានអីផេះនិយាយបានអត់បានប្រយោជន៍ទេហើយតកូលនេះបើយើងឃើញពីសន្តាននៃការភូតផលកុហកបោកប្រាស់ហ្នឹងមកនៅលើពិភពលោកនេះមានតែតកូលហ៊ុនហ្នឹងខ្ញុំនិយាយមួយម៉ាត់ថាហ៊ុនសែនបោកប្រាស់តាំងពីជំនាន់ខ្ញុំនៅស្រុកខ្មែររហូតដល់មកនៅនេះខ្ញុំមិនដែលឃើញហ៊ុនសែននិយាយការពិតនិយាយកុហករហូតឥឡូវមកដល់កូននិយាយពីអួតមិនបានកុហកប៉ុន្តែអួតរហូតអួតចិនចេះហាមឃាត់គេមិនឲ្យនិយាយពីបញ្ហាដែលថៃគ្លៀនពៀនមកខ្មែរប៉ុន្តែខ្លួនឯងទៅបង្ហាញគេណានៅអន្តរជាតិថាថៃចូលមកទឹកដីខ្មែរកាន់តែជ្រៅទៅហើយចុះមិននិយាយទេហើយដល់ពេលនិយាយគម្រាមកំហែងគេមិនឲ្យគេនិយាយមិនឲ្យគេថាអានេះវាជារឿងមួយដែលថាអ្នកឯងនឹងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរនឹងខ្លាំងមែនទែនហើយសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការបញ្ចេញមតិចូលរួមដើម្បីអភិវឌ្ឍប្រទេសវាអត់មានទេវាទៅគម្រាមផ្សព្វបែបយ៉ាងនេះដោយរឿងជនភេសជ្ជឥឡូវអត់ឲ្យនិយាយមានស្លបការពារខ្ញុំចង់ជម្រាបលោកពូដែរមានស្លបការពារអត់ឲ្យពលរដ្ឋនៅតំបន់ហ្នឹងចេញទៅហេតុរហូតទេណាឥឡូវវាទៅជារបបហ្នឹងរបបអាណាធិបតេយ្យរបបដែលគេហៅថារបបកុម្មុយនីសផ្ដាច់ការពាត់ដូចគេហៅថាតំបន់ភេសជ្ជដូចជាគេហៅថាគុកអត់ជាងទេអត់ឲ្យដើរហេតុរហូតទេគេមានក្រុមការល្បាតក្រុមគេណាគេមានការពារតំបន់នេះមានខ្សែត្រៀមអូបងប្អូនយើងដែលគាត់មានអំណោយមានអីតិចច្រឡំយកទៅចែកដំបងភូមិភាសាអត់ចូលអត់បានទេណាបងប្អូនតែមានក្រុមត្រួតរបស់គេអ្នកឯងចាំកាក់នៅត្រឹមនេះដើម្បីបកគលឲ្យឲ្យចាំគេយកទៅឲ្យមិនបាច់ចាំទេហើយបើវាពុកឲ្យលួយម្លឹងបងប្អូនគិតមើលវាយកទៅសួរបងប្អូនជនភីសឹកដែលបានរបស់របរទាំងអស់ហ្នឹងហីបើវាយកទុកចែកតែគ្នាវាហ្នឹងហើយអញ្ចឹងមិនថាវាពុកឲ្យលួយខ្លាំងមែនទែនហើយបើមេដឹកនាំចេះស្រឡាញ់ពលរដ្ឋដែរដូចលោកហ៊ុនសែនលោកពូឃើញហើយអានេះក្រិនអានេះកំ pl ែងមួយដែលវាវេទនាអីប្រហែលប្រជាពលរដ្ឋណាបងប្អូនវាស្តុកវេទនាខ្លាំងជាងវាហ្មងអីមិនសម្ដេចអីនេះបបធម្មតាអីទៅសួរសុកទុកចុះពួកគាត់នឹងមិនអត់ទៅសួរសុកទុកពួកគាត់ទេ